ប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនទៅមើលគុនមន់ពងអញ្ចឹងតើយើងចាំវាបែបម៉េចបាទឥឡូវបងប្អូនទៅមើលទាំងអស់គ្នាតោះអញ្ចឹងយើងដល់កន្លែងត្រង់នេះបងប្អូនគុនមន់ពងរបស់យើងគឺពណ៌វាក្រហមបែបនេះបងប្អូនពណ៌វាក្រហមបែបហ្នឹងណានេះអូខ្លះចូលស៊ីក្នុងស្នូកបងប្អូនឃើញទេហើយក្នុងការចិញ្ចឹមវាពីតូចទៅហ្នឹងគឺយើងត្រប់កាមបងប្អូនក្រោមយើងដាក់ត្រប់កាមត្រប់កាមហ្នឹងគឺកម្រាស់វាក្រាស់ដែរចូលប្រហែលជាមួយទឹកអីណាបើយើងត្រប់ស្ដើងវាអាចមកវាងាយនឹងសប់បងប្អូនព្រោះវាកាយរងថ្ងៃអញ្ចឹងយើងដាក់កម្រាស់វាប្រហែលជាមួយទឹកទៅដើម្បីឲ្យវាកាយអត់ងាយសប់បងប្អូនឃើញស្រាប់អញ្ចឹងបងប្អូនដាក់ស្ដើងពេកវាកាយងាយដល់អញ្ចឹងយើងដាក់ឲ្យក្រាស់ហ្នឹងណាអញ្ចឹងវាកាយមកគឺអត់ងាយដល់ទេនេះធំមកហើយអាយុវា25ថ្ងៃបងប្អូន25ថ្ងៃហើយបាក់សាំងបាន3 4 5ដងដែរបាក់សាំងច្រើនដងចូល4ដងនេះបងប្អូននេះសាំងគុនមន់យើង35ថ្ងៃយើងត្រូវធ្វើបាក់សាំង2ដងទៀតตัวนี้គុនមន់ពងអញ្ចឹងត្រូវការបាក់សាំងវាច្រើនជាងមន់សាច់យើងនេះក្រហមហើយស្អាតណាបងប្អូនហើយក្នុងការទឹកក៏យើងអត់តាមរៀបប្រព័ន្ធវាស្អាតដែរបងប្អូនវានៅផឹកពងទឹកពីតូចមកដែរបងប្អូនឃើញស្រេចហ្នឹងគឺសុខភាពវាល្អគឺវារូបរាងវាគឺរហ័សរហួនបែបហ្នឹងហើយមករោងនេះចូល 2000 ក្បាលទេបងប្អូន 2000 ក្បាលជាងខ្ញុំដាក់2រោងនៅខាងនោះ1រោងទៀតអញ្ចឹងរងថ្ងៃគឺយើងត្រូវដើរពិនិត្យអញ្ចឹងបងប្អូនពិនិត្យមើលកន្លឹងមើលមកជុំមើលយើងដើរដេញមើលមានគុនមន់ណាវាអន់វាអត់ស៊ីចំណីឬក៏វាលិចរោគសញ្ញាអីដែលអត់ណាយើងអត់ពិនិត្យមើលទេនេះខានមកដល់ 2-3 ថ្ងៃបើសិនជាវាលិចរោគសញ្ញាឈឺអីមកគឺយើងពិបាកព្យាបាលវាបងប្អូនដោយសារវាជ្រុលប៉ុន្តែបើយើងមួយថ្ងៃមើលម្ដងគឺអត់អីទេបងប្អូនយើងអាចព្យាបាលវាតាន់គុនមន់ណាដែលអន់គុនមន់ណាដែលអត់ល្អគឺយើងចាប់វាចេញតបមកយើងបើសិនជាវាកើតរោគសញ្ញាអីហ្នឹងយើងព្យាបាលតាមហ្នឹងបងប្អូនតែបើវាអន់ករណីគេជន់គេអីហ្នឹងគឺយើងចាប់វាដាក់ផ្សេងមកដើម្បីដាក់ចំណីអីវាស៊ីផ្សេងហ្នឹងហើយនេះបងប្អូនឃើញអញ្ចឹងបើយើងមិនអត់ត្រង់នៅខ្ពស់ទេគឺវាហើគុនមន់នេះហើដូចតែគុនមន់ស្រ័យអញ្ចឹងបងប្អូនភាគច្រើនមិនងាយបានឃើញគេថតបង្ហោះហើយគេរាយរាប់ប្រាប់ទេគុនមន់ពងនេះណាអញ្ចឹងបងប្អូនបានអូសឃើញវីដេអូហើយកុំភ្លេចជួយចុច Subscribe ចុច Like ផងហើយបើបងប្អូនមានចម្ងល់អីអាច comment នៅក្នុងវីដេអូហ្នឹងទៅខ្ញុំនឹងឆ្លើយប្រាប់ពីមិនលាក់បាំងអីទេបងប្អូនស្អាតណាស់នេះតែខាងក្រៅបងប្អូនអាចមើលបាននេះគឺស្អាតទេតោះឥឡូវខ្ញុំដាក់ឲ្យកាមេរ៉ាខាងក្រោយបងហើយសាំងយ៉ា
ធំហើយធំឥឡូវសាំងទៀតបងអាចមើលបាននេះស្អាតណាស់សុខភាពល្អអាយុ25ថ្ងៃហើយចឹងសល់តែអាយុខ្ទង់3ខែទៀតគឺធ្លាក់ពងហើយនេះសុខភាពគឺល្អមែនតើបងប្អូននេះទម្ងន់របស់វាគឺចន្លោះពី2ខាំកន្លះ2ខាំប៉ះធំក៏ឡើងដល់3ខាំអញ្ចឹងបងប្អូននេះអូវាផ្អើលវាដល់ហើយនេះអូរត់លេងពឹសណាស់អានេះក៏សាំងហ្នឹងមកនេះមកចិត្តយើងអត់ផ្អើលទេស្អាតទេបងប្អូនស្អាតអត់តាអាយុវាចន្លោះពី10ថ្ងៃអីទៀតហ្នឹងគឺអារម្មណ៍ដែលហុយវានេះអារម្មណ៍ដែលហុយជាប់នឹងខ្លួនវាកវិញនេះគឺជ្រុះហើយបងប្អូនតែឥឡូវវាអត់ទាន់ជ្រុះទេអូសាំងសាំងឯងបងប្អូននេះសាំងមិនមន់ជុលទេតែសាំង